បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះក្រុមការងាររបស់ក្រុមហ៊ុន VKS យើងបានមកដល់ខេត្តប៉ៃលិនបងប្អូនមើលទៅខាងនោះគឺជាជួរដងភ្នំនៅខាងក្រោយក្រុងប៉ៃលិនរបស់យើងមកដើម្បីផ្ដល់ប្រឹក្សាជូនអតិថិជនយើងដែលគាត់បានប្រើប្រាស់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន VKS យើងទៅលើដំណាំស្វាយចន្ទីដែល N+ និង D+ បន្តនៅថ្ងៃនេះវាចូលថ្ងៃទី20ខែសីហាឆ្នាំ2025បងប្អូនមើលទៅលើសភាពដើមចន្ទីដែលគាត់បានប្រើប្រាស់ជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន VKS យើងពីមុនមកហើយគឺយើងមើលថាកម្លាំងដើមគឺវាមានល្អផ្សារខ្លាំងមែនទែនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលកំពុងតែស្វែងរកជាមួយនឹងផលិតផលយកមកប្រើប្រាស់ដំណាំស្វាយចន្ទីបងប្អូនអាចតំណតំណងមកកាន់លេខទូរស័ព្ទដែលមាននៅលើវីដេអូនេះបានចាក់ស្ដែងបងប្អូនសម្រាប់ការប្រឹក្សាលម្អិតជាមួយនឹងបច្ចេកទេសទៅលើការថែទាំដំណាំស្វាយចន្ទីយើងមានក្រុមការងារអ្នកជំនាញជាច្រើនដើម្បីផ្ដល់ប្រឹក្សាជូនពុកម៉ែបងប្អូនទៅលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មលើដំណាំស្វាយចន្ទីក៏ដូចជាការថែទាំលើដំណាំស្វាយចន្ទីឲ្យទទួលបានផលល្អផងដែរដូចបងប្អូនបានឃើញនៅក្នុងដំណាំរបស់គាត់នេះគាត់ប្រើមកដល់ឆ្នាំនេះគឺឆ្នាំទី2របស់គាត់ហើយគាត់ជាអតិថិជនចាស់របស់យើងទេប៉ុន្តែគាត់ចង់បានការប្រឹក្សាលម្អិតបន្ថែមដោយសារតែឆ្នាំទៅហ្នឹងគាត់យកមកប្រើនៅចំនួនតិចដើម្បីស្ទាបស្ទង់មើលថាតើការប្រើប្រាស់ទៅលើផលិតផលរបស់យើងហ្នឹងតើវាហុចផលមកបានប៉ុណ្ណាជាក់ស្ដែងនៅឆ្នាំទៅនេះដើមឆ្នាំ2025ដែលគាត់បានប្រើទៅលើ D+ និង N+ ហ្នឹងគឺគាត់ទទួលបាននៅផលល្អប្រសើរដល់ហើយបានជាឆ្នាំនេះគាត់ណាត់ក្រុមការងាររបស់យើងដើម្បីមកជួបប្រឹក្សាបន្ថែមទៅលើបច្ចេកទេសក៏ដូចជារបៀបប្រើប្រាស់ជាមួយនឹងគាត់ទៀតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលត្រូវការប្រើប្រាស់ជាមួយនឹងផលិតផលទៅលើដំណាំស្វាយចន្ទីដែលមានគ្រូបច្ចេកទេសណែនាំបន្ថែមដល់ទីតាំងអញ្ចឹងបងប្អូនកុំភ្លេចតាក់ទងមកដើម្បីទទួលបាននូវការប្រឹក្សាលម្អិតពីព័ត៌មានផ្សេងៗក៏ដូចជាការប្រម៉ូសិនរបស់ក្រុមហ៊ុនយើងផ្ទាល់នៅដើមរដូវស្វាយចន្ទីនៅក្នុងឆ្នាំ2025នេះផងដែរបាទសូមអរគុណ